ធ្លាប់ឮគេនិយាយថាមនុស្សដែលធ្វើឲ្យគេសោកច្រើនជាងគេមនុស្សដែលសប្បាយរីករាយច្រើនជាងគេមនុស្សដែលលើកទឹកចិត្តគេច្រើនជាងគេគឺជាមនុស្សដែលឯកោបំផុតអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចជាមួយនឹងពាក្យដែលគេនិយាយទាំងអស់នោះដែរបើសម្រាប់ខ្ញុំផ្ទាល់ខ្ញុំគ្រប់គ្រងពេញទំហឹងតែម្ដងពីព្រោះ I've been there in that situation ដែរអ្វីដែលខ្ញុំឆ្លងកាត់គឺខ្ញុំគិតថាមិនថាគាត់ឬក៏ខ្ញុំទេគឺគាត់ acting strong ឲ្យគេឃើញគាត់ថាគាត់ strong ខ្លាំងពេករហូតគាត់ភ្លេចបង្ហាញអំពីចំណុចទន់ខ្សោយរបស់គាត់នៅពេលដែលគាត់បង្ហាញអំពីចំណុចគាត់ខ្លាំងគាត់កើតទុកគាត់ always something positive ដែលគាត់អាចដោះស្រាយបញ្ហាបានទាំងអស់នោះវាធ្វើឲ្យមនុស្សនៅជុំវិញខ្លួនគាត់គិតថាទោះបីជាមានបញ្ហាអីម្នាក់នឹងអាចដោះស្រាយបានខ្លួនឯងហើយគេមិនបាច់ចាំបាច់ទៅឈឺក្បាលអីជាមួយនឹងខ្លួនគាត់ទេករណីមួយទៀតគឺគាត់តែងតែយកភាពសប្បាយរីករាយសើចញ៉ាំរបស់គាត់យកទៅដោះស្រាយឬក៏បន្លប់ភាពទុក្ខសោករបស់គាត់វិញតែគាត់និយាយថាខ្ញុំមកចូលចិត្តសារទេតែនៅពេលខ្លះអារម្មណ៍ដែលសែបអារម្មណ៍ដែលពិបាកចិត្តវាត្រូវការចេញមកតាមរយៈទឹកភ្នែកវាត្រូវការចេញមកតាមរយៈទម្រង់ស្អូនផ្អែមអ្នកទៅតែគាត់បែរជាអត់បង្ហាញអារម្មណ៍ហ្នឹងឯងគាត់បែរជាសែបតែជា